សួស្តីបងប្អូនទាំងអស់គ្នានឹងឲ្យត្រឡប់មកជួបគ្នាម្ដងទៀតហើយឥឡូវនេះយើងចូលមេរៀនទី2ទាំងអស់គ្នានៅក្នុងមេរៀននេះឈ្មោះថា K column នៅក្នុង K column គឺយើងរៀនអំពីព្យញ្ជនៈ5តួមានកខិខឹខេកុយើងមកចាប់ដើមទាំងអស់គ្នាទៅចាប់ដើមជាមួយនឹងអក្សរកយើងគូសមកមាន3ចលនាអក្សរកមាន3ចលនាកចូលជ្រើសរើសចម្លើយដែលត្រឹមត្រូវទៅនឹងអក្សរកជញ្ជនៈទី2អក្សរខិគូមកមាន4ចលនាខិចូលជ្រើសរើសចម្លើយដែលត្រឹមត្រូវទៅនឹងអក្សរខិចូលបង្កើតពាក្យដែលមានព្យញ្ជនៈអេ駅ប្រែថាស្ថានីយ៍ទី3ខឹចូលជ្រើសរើសចម្លើយដែលត្រឹមត្រូវទៅនឹងសំឡេងខឹចូលសរសេរអក្សរ K ចលនាទី1ចលនាទី2ចលនាទី3មាន3ចលនាកចូលជ្រើសរើសចម្លើយដែលត្រឹមត្រូវទៅនឹងសំឡេងកចូលបង្កើតពាក្យដែលមានអក្សរ IK ប្រែថាស្រះទឹកចូលសរសេរអក្សរកុមាន2ចលនាកចូលជ្រើសរើសចម្លើយដែលត្រឹមត្រូវទៅនឹងសំឡេងកុជ្រើសរើសចម្លើយដែលត្រឹមត្រូវទៅនឹងអក្សរកចូលបង្កើតពាក្យដែលមានអក្សរកុអេប្រែថាសំឡេងចូលជ្រើសរើសចម្លើយដែលត្រឹមត្រូវទៅនឹងអក្សរខេចូលជ្រើសរើសចម្លើយដែលត្រឹមត្រូវទៅនឹងអក្សរកុចូលជ្រើសរើសចម្លើយដែលត្រឹមត្រូវទៅនឹងអក្សរខិចូលជ្រើសរើសចម្លើយដែលត្រូវទៅនឹងអក្សរខឹឥឡូវនេះយើងមកចាប់គូគ្នាមកកខិខេកុឥឡូវនេះយើងបានបញ្ចប់មេរៀនទី2ទាំងអស់គ្នាហើយ